ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅខាងខេត្តពោធិ៍សាត់ហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានចេញពីភូមិមួយដែលមានឈ្មោះថាភូមិដំបុក100ហើយខ្ញុំក៏បានធ្វើដំណើរតាមផ្លូវគ្រូក្រហមហើយផ្លូវនេះគឺយើងឆ្ពោះទៅខាងភូមិទឹកដងលៀចដែលស្ថិតនៅក្នុងកន្លែងដែលខ្ញុំធ្វើការហ្នឹងហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរហើយសង្ឃឹមថាវីដេអូនេះនឹងមានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញរាល់សកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើវីដេអូនេះចែករំលែកទៅកាន់ពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំក៏មានទីកន្លែងមួយដែលខ្ញុំនឹងធ្វើការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញហើយទីនោះមានឈ្មោះថាស្រះចម្រោកត្រីសហគមន៍បាទដែលមានទីតាំងស្ថិតនៅភូមិដងទឹកលៀចឃុំត្នោតជ្រុំស្រុកក្រគរខេត្តពោធិ៍សាត់ហើយនេះជាដំណើរការធ្វើដំណើររបស់ខ្ញុំហើយខ្ញុំក៏ធ្វើដំណើរនេះដើម្បីឲ្យដល់នៅគោលដៅដែលខ្ញុំនឹងចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសកម្មភាពរបស់ខ្ញុំគឺខ្ញុំធ្វើឡើងដើម្បីជាការចែករំលែករាល់វីដេអូរបស់ខ្ញុំក៏ដូចជាថតនៅសកម្មភាពផ្សេងៗក៏ដូចជាតំបន់ដែលខ្ញុំបានទៅដល់ហ្នឹងគឺខ្ញុំនឹងតែងចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញហើយនេះជាសកម្មភាពមួយដែលខ្ញុំបានមកដល់នៅទីតាំងមួយគេហៅវត្តឈុកមាសបាទនេះហៅវត្តឈុកមាសហើយនៅខាងស្ដាំដៃនោះសាលារៀនដងទឹកលៀចបាទហើយយើងមកដល់ខាងមុខវត្តហើយយើងក៏មកដំណើរទៅមុខបន្តទៀតហើយបងប្អូនឃើញសញ្ញាព្រួយដែលខ្ញុំដាក់ហ្នឹងគឺយើងបត់ចូលខាងឆ្វេងដៃហ្នឹងហើយបាទហើយអ្វីដែលខ្ញុំធ្វើនេះគឺខ្ញុំសម្រាប់ជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបានឃើញហើយកំឡុងពេលដែលខ្ញុំថតហ្នឹងគឺខ្ញុំទៅបំពេញការងារនៅទីនោះផងដែរហើយខ្ញុំក៏ឃើញថាទស្សនវិជ្ជាក៏ដូចជាទេសភាពនៅទីនោះហើយក៏ចង់ឲ្យបងប្អូនបានស្គាល់នៃកន្លែងគេហៅស្រះសហគមន៍បាទហើយយើងបានមកដល់ហើយយើងក៏ធ្វើការថតនៅទស្សនវិជ្ជានៅជុំវិញនៃបឹងសហគមន៍នឹងហើយយើងក៏បន្តការធ្វើការចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានឃើញហើយយើងឃើញហើយមានទឹកស្រកដោយសារតែកំឡុងពេលខែ11 12ហ្នឹងគឺរដូវធ្លាក់ខ្យល់អញ្ចឹងហើយទឹកក៏ស្រកហើយមានបងប្អូនមួយចំនួនគាត់បានទៅរកត្រីនៅតំបន់ហ្នឹងប៉ុន្តែគាត់ថាកន្លែងដែលគេឲ្យរកគឺឲ្យរកប៉ុន្តែបើកន្លែងគេមិនឲ្យយើងរកទេគឺយើងកុំទៅជំនះឬក៏ជាការហាមឃាត់របស់គេអីចឹងណាហើយខ្ញុំក៏បានថតទេសភាពនេះគេហៅផ្ការំចង់បាទហើយអ្វីដែលសំខាន់គឺយើងឃើញអំពីទស្សនវិជ្ជានៅបរិវេណនៅក្នុងបឹងស្រះត្រីចម្រុកត្រីសហគមន៍ហ្នឹងគឺឃើញថានោះកន្លែងដែលខ្ញុំបានធ្វើការថតសម្រាប់កន្លែងទឹកច្រើនហ្នឹងណាគឺជាកន្លែងដែលគេអភិរក្សត្រីដើម្បីទុកបន្តពូជសម្រាប់នៅរដូវទឹកឡើងបន្តទៀតអញ្ចឹងណាបងប្អូនហើយចំពោះវីដេអូរបស់ខ្ញុំសង្ឃឹមថាបងប្អូនចូលរួមគាំទ្រក៏ដូចជាជួយ share វីដេអូនេះដើម្បីជាការចែករំលែកទៅកាន់បងប្អូនផ្សេងៗទៀតចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមអរគុណក៏សូមជម្រាបលាផងដែរសម្រាប់ការទស្សនាវីដេអូជួបគ្នាវីដេអូថ្មីៗបន្តទៀត